សួស្តីទាំងអស់គ្នាយើងជួបគ្នាម្ដងទៀតជាមួយអ្នកគ្រូជាមួយនឹងមេរៀនថ្មីសម័យកាល degree ទី1ជាមួយអាញាតយើងដល់ចំណុចដោះស្រាយសម័យកាលចាអញ្ចឹងដើម្បីដោះស្រាយសម័យកាលបានអូនដឹងណាគឺយើងរកលំបែករបស់អាញាតយើងហ្នឹងវាស្មើប៉ុន្មានទៅអញ្ចឹងអូនមើលសម័យកាលពេលនេះអ្នកគ្រូមានខ្ទង់កគឺ x បូក4ស្មើនឹងដក11ចាដែល x បូក4ហ្នឹងវាជាអង្គទី1ហើយដក11នេះជាអង្គទី2អញ្ចឹងមានន័យថារកបាយរបស់ x ហ្នឹងតើ x ហ្នឹងប៉ុន្មានពេលដែលយើងបូក4ទៅវាស្មើដល់11អញ្ចឹងយើងដោះស្រាយវាគឺយើងប្រើវិធីបូកដកបំបាត់ឬក៏គុណនឹងចែកចាអញ្ចឹង x នៅអង្គទី1បន្ទាប់មកយើងមើលយើងអត់ចង់បាន4ទេយើងបំបត្តិ4ហ្នឹងអញ្ចឹង4នឹងបូកយើងបំបត្តិវាគឺយើងដកអស់ហើយអញ្ចឹងអង្គទី1យើងដក4ចេញអញ្ចឹងអង្គទី2យើងក៏ដក4ដែរចាអញ្ចឹងដក11យើងនៅដែរហ្នឹងអញ្ចឹងអានេះវាបូក4យើងបំបត្តិវាគឺយើងដក4នេះចាអញ្ចឹងយើងបាន x យើងចាអញ្ចឹងមានន័យអញ្ចឹងមានន័យថាបូក4ដក4វាអស់ហ្នឹងតែយើងអត់សរសេរទេអញ្ចឹងយើងបំបត្តិដក4អង្គទី2យើងបំបត្តិដក4ដែរកន្លែងហ្នឹងណាអូនអញ្ចឹងយើងបាន x យើងស្មើចាអញ្ចឹងដក11ដក4យើងគឺស្មើដក15ចាអញ្ចឹងមានន័យថាសម័យកាលរបស់យើងហ្នឹងគឺមានឬ x យើងស្មើដក15ជាឬសម័យកាលហ្នឹងយើងអាចផ្ទៀងផ្ទាត់វាបានដោយគ្រាន់តែយកតម្លៃរបស់អាញាត់ x ដែលយើងរកឃើញហ្នឹងទៅចំនួនក្នុងសម័យកាលយើងបើអង្គទាំងពីរយើងស្មើគ្នាដូចវាពិតហើយចាអញ្ចឹងឡែក x ហ្នឹងដាក់ដក15ចូលទៅអញ្ចឹងដក15ហើយយើងបូកនឹង4ហ្នឹងវាមិនស្មើដល់11អញ្ចឹងអង្គទាំងពីរស្មើគ្នាវាពិតដែរចាអញ្ចឹងយើងបន្តជួបគ្នាមកខ្ទង់ទៀតខ្ទង់ខគឺ 3x ដក7ស្មើ x បូក15ចាអញ្ចឹងអង្គទី1យើងមាន2តួអង្គទី2យើងមាន2តួដែរហើយទាំងពីរអង្គរបស់យើងសុទ្ធតែមានអញ្ញត្តិដូចគ្នាអញ្ចឹងអូនត្រូវដឹងថាអញ្ញត្តិយើងត្រូវបំបត្តិវាមកអង្គទី1ទាំងអស់ហើយលេខបំបត្តិទៅអង្គទី2ចាអញ្ចឹង 3x នេះនៅអង្គទី1ទុកវានៅដែរចំណែក x ជាអញ្ញត្តិដែរវានៅអង្គទី2នេះអញ្ចឹងវាបូក x អត់មានសញ្ញាហ្នឹងគឺបូក x ដល់យើងបំបត្តិវាទៅជាដក x ចាអាអង្គទី2ហ្នឹង x ដក x អស់យើងអត់សរសេរអូនណាចាឥឡូវអង្គទី2យើងដាក់លេខអញ្ចឹង15នៅដដែលអញ្ចឹងយើងបំបត្តិដក7នៅអង្គទី1យើងបំបត្តិវាគឺយើងបូក7វាអស់ហើយហ្នឹងយើងបូក7ចូលអស់ហើយអញ្ចឹងអង្គទី2យើងបូក7ដែរចាអញ្ចឹងយើងចាប់ផ្ដើមកណនាមេគុណរបស់យើង 3x ដក x ហ្នឹងវាស្មើ 2x ដោយសារ x នេះគឺមេគុណវា1អញ្ចឹង3ដក1ស្មើ2ហ្នឹងចា15បូក7យើងស្មើនឹង22តោះរកទៅ x អូនណាឥឡូវ x យើងវាជាប់មេគុណ2អញ្ចឹងយើងរកទៅ x ទេអញ្ចឹងយើងបាត់មេគុណ2អញ្ចឹងបើវាមេគុណយើងបាត់វាគឺយើងចែកនឹងប៉ុន្មានអូនចែកនឹង2អង្គទី2ក៏ចែកនឹង2ដែរអញ្ចឹងយើងស្មើ11អញ្ចឹងដូចនេះសម័យកាលរបស់យើងហ្នឹងគឺ x ស្មើ11ហ្នឹងវាជាឬរបស់សម័យកាលយើងហើយអូនអ្នកគ្រូបញ្ជាក់ដែរថាយើងអាចផ្ទៀងផ្ទាត់ដោយយកតម្លៃរបស់អញ្ញត្តិហ្នឹងចំនួនចូលសម័យកាលខាងដើមមកអង្គទាំងពីរស្មើគ្នាគឺតម្លៃ x ហ្នឹងត្រឹមត្រូវហើយអរគុណយើងជួបគ្នាវីដេអូក្រោយ